មានសំណួរមួយដែលត្រូវឲ្យយើងនឹងគឺផ្ដល់ចម្លើយឲ្យលោកគ្រូតាមរយៈការបំពេញស្លឹកម៉ាត់នៅលើក្តារទៀតសំណួររបស់យើងសួរថាតើឧបករណ៍អ្វីខ្លះដែលមានលក្ខណៈដូចគ្នាអញ្ចឹងមេរៀននេះយើងរៀនហើយអញ្ចឹងសូមផ្ដល់ចម្លើយឲ្យលោកគ្រូតាមរយៈស្លឹកម៉ាត់ដែលលោកគ្រូបានចែកឲ្យហើយយកមកបិទនៅលើក្តារទៀតពួកបងប្អូនទាំងអស់មានរយៈពេលចំនួន1នាទីនៅក្នុងការបំពេញលើសិលកិច្ចការហ្នឹងទៅតាមចម្លើយអ្វីដែលបងប្អូនគិតថាឧបករណ៍ណាដែលមានលក្ខណៈដូចជាខ្នោះហើយបន្ទាប់ពីរយៈពេល1នាទីគឺតម្រូវឲ្យបងប្អូនទាំងអស់យកចម្លើយទាំងអស់ហ្នឹងយកទៅបិទនៅលើក្តារខៀនលើกระดาษឡើងហើយនេះសំណួរដែលលោកគ្រូឲ្យបានបំពេញចម្លើយហើយនៅហើយមានអ្នកអត់ទាន់ហើយទេណាគេខ្លះនៅម្នាក់អញ្ចឹងខំប្រឹងសរសេរយកចម្លើយឲ្យលោកគ្រូវិញអញ្ចឹងអ្នកដែលហើយសូមយកមកបិទនៅលើក្តារខៀន